តែបើអ្នកធ្វើក្នុងផ្នែកអវិជ្ជមានដោយអ្នកកេងប្រវ័ញ្ចក្រុមហ៊ុនក្នុងផ្នែកប្រាក់ថ្លៃចាយវាយរបស់ប្រើប្រាស់ក្នុងការិយាល័យពេលវេលានិងក្នុងរឿងតូចតាចផ្សេងៗហើយអ្នកនឹងសង្ឃឹមថាបានអ្វីពីកូនចៅរបស់អ្នកសាងនិស្ស័យដែលចូលចិត្តមកធ្វើការយឺតហើយត្រឡប់ទៅវិញលឿនអ្នកគិតថាកងទ័ពរបស់អ្នកនឹងធ្វើយ៉ាងម៉េចនឹងមានហេតុតាក់ទាញចិត្តយ៉ាងសំខាន់ដែលអ្នកគិតបានត្រឹមត្រូវអំពីការងាររបស់អ្នកដើម្បីថាកូនចៅបានគិតយ៉ាងត្រឹមត្រូវអំពីការងាររបស់គេផងហើយអ្នកបង្គាប់បញ្ជាពិចារណាពីអ្នកដោយការវាស់គុណភាពនិងបរិមាណនៃផលិតផលដែលអ្នកបានពីអ្នករាយការណ៍សម្លឹងមើលម្យ៉ាងទៀតអ្នកណាដែលអ្នកចង់ឲ្យឡើងតំណែងទៅជាប្រធានគ្រប់គ្រងផ្នែកលក់ប្រធានគ្រប់គ្រងផ្នែកលក់របស់សាខាដែលអ្នកលក់ផ្នែកបរិបទធ្វើការបានយ៉ាងល្អបំផុតឬប្រធានគ្រប់គ្រងផ្នែកលក់នៅសាខាដែលមានស្នាដៃមធ្យមឬអ្នកណាដែលអ្នកចង់ឲ្យឡើងតំណែងជាប្រធានគ្រប់គ្រងផ្នែកផលិតផលផ្នែកផលិតប្រធានផ្នែកការងារដែលគេផលិតបានតាមភាគកំណត់ឬប្រធានការងារដែលផ្នែករបស់គេធ្វើមិនបានតាមភាគកំណត់នេះគឺជាចំណុចណែនាំពីប្រការដែលធ្វើឲ្យអ្នកដទៃធ្វើការងារឲ្យអ្នកបានច្រើនឡើងគឺ1បង្ហាញទស្សនៈផ្នែកវិជ្ជមានជានិច្ចអំពីការងាររបស់អ្នកដើម្បីឲ្យកូនចៅបានទទួលយកគំនិតត្រឹមត្រូវ2ក្នុងមួយថ្ងៃនៅពេលអ្នកធ្វើការងារចូលសួរខ្លួនឯងថាតើខ្ញុំមានគុណសម្បត្តិគ្រប់គ្រាន់អាចធ្វើជាគំរូគេបានឬទេនិស្ស័យខ្លះរបស់អ្នកតើជានិស្ស័យរបស់កូនចៅដែរឬទេហើយនិយាយយ៉ាងអង់អាចឲ្យបានច្រើនដងក្នុងមួយថ្ងៃអស់ពេលជាច្រើនខែមកហើយដែលអ្នកលក់ផ្នែកបរិសម្នាក់បានប្រាប់ខ្ញុំអំពីបច្ចេកទេសលក់ឲ្យបានជោគជ័យដែលគាត់បានអភិវឌ្ឍឡើងមកជាគំនិតប្រកបដោយហេតុផលគឺអ្នកលក់ផ្នែកបរិសម្នាក់នោះបានបញ្យល់បាក់ថាភាគច្រើនការងាររបស់ខ្ញុំជារៀងរាល់ថ្ងៃអស់រយៈពេល2ម៉ោងខ្ញុំត្រូវតែទូរស័ព្ទទៅរកអ្នកដែលជាអតិថិជនគោលដៅរបស់ខ្ញុំដើម្បីសុំណាត់ជួបយករថយន្តទៅឲ្យគាត់មើលតាំងពីខ្ញុំចាប់ផ្ដើមលក់រថយន្តមកមានរយៈពេល3ឆ្នាំហើយរឿងនេះគឺជាបញ្ហាធំរបស់ខ្ញុំព្រោះនៅពេលដំបូងខ្ញុំមានការខ្មាស់អៀននិងខ្លាចហើយខ្ញុំដឹងទៀតថាសម្លេងរបស់ខ្ញុំញ័រពេលនិយាយទូរស័ព្ទជារឿងងាយស្រួលសម្រាប់អ្នកដែលខ្ញុំបានទូរស័ព្ទទៅរកដែលឆ្លើយមកវិញថាខ្ញុំមិនចាប់អារម្មណ៍ទេហើយដាក់ទូរស័ព្ទចុះរាល់ព្រឹកថ្ងៃច័ន្ទប្រធានគ្រប់គ្រងផ្នែកលក់របស់យើងបានកោះប្រជុំបុគ្គលិកផ្នែកលក់សម្រាប់ខ្ញុំវាជាការប្រជុំដែលមានភាពរស់រវើកនិងធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អហើយរឿងធ្ងន់ធ្ងរជាងនេះទៅទៀតគឺខ្ញុំមានអារម្មណ៍ថាអាចយករថយន្តទៅបង្ហាញឲ្យអតិថិជនគោលដៅមើលក្នុងថ្ងៃច័ន្ទបានច្រើនជាងថ្ងៃផ្សេងតែបញ្ហានៅត្រង់ថាកម្លាំងជំរុញចិត្តដែលកើតឡើងក្នុងថ្ងៃច័ន្ទมันអាចនៅជាហូរហែរហូតដល់ថ្ងៃអង្គារនិងផ្សេងទៀតពេញមួយសប្តាហ៍បានទេហើយខ្ញុំក៏កើតមានគំនិតថាបើប្រធានគ្រប់គ្រងផ្នែកលក់អាចធ្វើឲ្យខ្ញុំក្លាហានបានហើយអ្វីបានជាខ្ញុំធ្វើឲ្យខ្លួនឯងក្លាហានមិនបានហើយអ្វីមិនហាត់សមឲ្យខ្លួនឯងហ៊ាននិយាយមុននឹងទូរស័ព្ទទៅរកអតិថិជនក្នុងថ្ងៃនោះខ្ញុំសម្រេចចិត្តសាកល្បងធ្វើវាដោយមិនប្រាប់អ្នកណាខ្ញុំដើរចេញទៅទីសាធារណៈនិងបានឃើញរថយន្តមួយគ្រឿងគ្មានមនុស្សជិះពេលនោះខ្ញុំចាប់ផ្ដើមនិយាយខ្លួនឯងអស់ពេលជាច្រើននាទីហើយបាននិយាយនឹងខ្លួនឯងថាខ្ញុំនឹងធ្វើជាបរិសុទ្ធអ្នកលក់រថយន្តមានស្នាដៃល្អនឹងធ្វើឲ្យបានល្អបំផុតខ្ញុំលក់រថយន្តដែលមានគុណភាពល្អនិងដាក់តម្លៃឲ្យទាបជាងអ្នកដទៃអ្នកដែលខ្ញុំកំពុងតែទូរស័ព្ទទៅរកត្រូវការរថយន្តទាំងអស់នេះហើយខ្ញុំនឹងលក់ឲ្យគេតាំងពីចាប់ផ្ដើមធ្វើមកវិធីនេះក៏ឃើញផលភ្លាមដែរខ្ញុំមានអារម្មណ៍ល្អណាស់និងអត់មានអារម្មណ៍ញាប់ញ័រពេលនិយាយទូរស័ព្ទទេផ្ទុយទៅវិញខ្ញុំបែរជាចង់ទូរស័ព្ទខ្ញុំឈប់ចេញទៅសួរសាធារណៈនិងហាត់និយាយនឹងខ្លួនឯងទៀតហើយ
តែខ្ញុំនៅតែប្រើតិចនិចនេះមុននឹងចុចបង្វិលលេខទូរស័ព្ទខ្ញុំតែងតែដាស់តឿនខ្លួនឯងស្ងាត់ៗថាខ្ញុំជាអ្នកលក់ដ៏អស្ចារ្យនិងលក់ឲ្យខាងតែពីរបានហើយខ្ញុំក៏លក់បានមែននឹងជាគំនិតដែលមិនអាក្រក់ទេបើស្ថិតនៅត្រង់ចំណុចខ្ពស់បំផុតអ្នកត្រូវមានអារម្មណ៍ថាអ្នកចង់ទៅចំណុចនោះហាត់សមខ្លួនឯងឲ្យក្លាហាននិយាយនោះនឹងឃើញថាអ្នកមានអារម្មណ៍ខ្ពស់និងរឹងប៉ឹងឡើងកាលពីពេលថ្មីមកនេះខ្ញុំបានបង្រៀនកម្មវិធីអប់រំមួយក្នុងចំណោមកម្មវិធីនោះអ្នកចូលរួមម្នាក់ត្រូវចេញមកនិយាយអំពីនិយាយចំពោះមុខសមាជិកដទៃទៀតចំនួន10នាទីក្នុងប្រធានបទភាពជាអ្នកដឹកនាំអ្នកចូលរួមហ្វឹកហាត់អ្នកនិយាយអន់បំផុតនៅក្នុងពេលនិយាយនោះជើងរបស់គេញ័រហើយដៃរបស់គេក៏នៅមិនស្ងៀមដែរគេភ្លេចអស់នៅអ្វីដែលគេនិយាយគេត្រូវនិយាយបន្ទាប់ពីបាន5ទៅ6នាទីគេក៏អង្គុយចុះទាំងគ្មានសង្ឃឹមនៅពេលចប់កម្មវិធីហ្វឹកហាត់ក្នុងថ្ងៃនោះខ្ញុំបាននិយាយជាមួយនឹងគេយ៉ាងយូរនិងបានសំណូមពរឲ្យគេមកមុនម៉ោងធ្វើសិក្ខាសាលានៅថ្ងៃស្អែកបាន15នាទីស្អែកឡើងគេក៏បានមកតាមការណាត់មែនយើងទាំងពីរនាក់អង្គុយពិភាក្សាគ្នាស្ដីពីការនិយាយរបស់គេកាលពីថ្ងៃម្សិលមិញខ្ញុំសូមឲ្យគេរំលឹកឡើងវិញច្បាស់លាស់តាមតែអាចធ្វើទៅបានថាក្នុងរយៈពេល5នាទីមុននឹងគេឡើងទៅនិយាយនោះគេគិតដល់រឿងអ្វីគេនិយាយឡើងថាខ្ញុំគិតថាអ្វីដែលខ្ញុំគិតទាំងអស់គឺខ្ញុំភ័យប៉ុណ្ណានៅពេលឡើងទៅនិយាយខ្ញុំមានអារម្មណ៍ថាកំពុងតែចេញទៅធ្វើអ្វីមួយដែលធ្វើឲ្យខ្ញុំមើលទៅដូចជាមនុស្សល្ងងខ្ញុំដឹងថាខ្ញុំទន់ជ្រាយខ្ញុំចេះតែគិតថាខ្ញុំជាមនុស្សថ្លើមធំហ៊ានឡើងទៅនិយាយអំពីភាពជាអ្នកដឹកនាំខ្ញុំខំព្យាយាមចាំនៅអ្វីដែលខ្ញុំត្រូវនិយាយតែរឿងទាំងអស់ដែលខ្ញុំអាចនឹកឃើញគឺភាពបរាជ័យខ្ញុំក៏ជំទាស់ភ្លាមនឹងហើយដែលជាចម្លើយនៃបញ្ហារបស់អ្នកមុនពេលអ្នកឡើងទៅនិយាយហើយអ្នកបានជន់ឈ្លីទឹកចិត្តរបស់អ្នកយ៉ាងខ្លាំងអ្នកព្យាយាមប្រាប់ខ្លួនឯងថាអ្នកនឹងបរាជ័យមិនជាចម្លែកអ្វីទេដែលការនិយាយរបស់អ្នកចេញមកមិនល្អជំនួសឲ្យការសាងសេចក្តីក្លាហានអ្នកសាងសេចក្តីភ័យខ្លាចខ្ញុំបាននិយាយបន្តថាសម្រាប់កម្មវិធីយប់នេះនឹងចាប់ផ្ដើមក្នុងប្រមាណនាទីខាងមុខនេះហើយខ្ញុំចង់ឲ្យធ្វើអ្វីមួយអ្នកសាកល្បងសមនិយាយ3ឬ4នាទីនៅក្នុងបន្ទប់គ្មានមនុស្សនៅដែលខុសពីបន្ទប់ធ្វើសិក្ខាសាលារួចនិយាយនឹងខ្លួនឯងថាខ្ញុំកំពុងតែនិយាយបានយ៉ាងអស្ចារ្យបំផុតខ្ញុំមានអ្វីដែលអ្នកទាំងអស់នោះចង់ស្ដាប់ហើយខ្ញុំត្រូវការនិយាយដោយនិយាយប្រយោគនេះម្ដងហើយម្ដងទៀតឲ្យបានច្រើនដងនិងច្បាស់ហើយត្រឡប់ចូលមកក្នុងបន្ទប់សិក្ខាសាលារួចនិយាយនៅអ្វីដែលអ្នកចង់និយាយកាលពីម្សិលមិញនេះបាត់ម្ដងទៀតខ្ញុំចង់ឲ្យអ្នកបានឃើញសុខភាពខុសប្លែកគ្នាដែលកើតឡើងពីសម្ដីក្លាហានខ្លីៗដែលត្រូវនិយាយនឹងខ្លួនឯងបានជួយឲ្យគាត់អាចនិយាយបានយ៉ាងល្អគន្លឹះអប់រំចិត្តហាត់លើកកម្រិតនិងលើកតម្កើងខ្លួនឯងកុំហាត់រៀនបញ្ចូលតម្លៃនិងដាក់ទោសខ្លួនឯងចូលធ្វើអ្វីដែលខ្លួនឯងស្រឡាញ់គិតដល់ខ្លួនឯងឲ្យបានច្រើនឡើងនោះអ្នកនឹងមានតម្លៃច្រើនឡើងសប្តាហ៍នេះអ្នកនិងខ្ញុំបានឃើញមនុស្សដែលមានវ័យកណ្ដាលជីវិតជាច្រើនអ្នកដែលមិនបានគិតទៅក្នុងផ្លូវល្អចំពោះខ្លួនឯងបន្តទៅទៀតពួកគេទាំងអស់នោះខ្វះសេចក្តីស្រឡាញ់រាប់អានចំពោះលទ្ធផលនិងដ៏សំខាន់របស់គេគឺខ្លួនគេនឹងឯងអ្នកទាំងអស់នោះមិនដឹងក្តៅមិនដឹងត្រជាក់ពួកគេមានអារម្មណ៍មនុស្សដែលគ្មានសារៈសំខាន់ហើយដោយសារតែគេគិតយ៉ាងដូចនេះហើយទើបធ្វើឲ្យគេទៅជាយ៉ាងនោះអ្នកដែលមានវ័យពាក់កណ្ដាលជីវិតចាំបាច់ត្រូវតែវាតម្លៃខ្លួនឯងឲ្យខ្ពស់ឡើងពួកគេត្រូវតែយល់ឲ្យច្បាស់លាស់ថាតាមការពិតពួកគេជាមនុស្សថ្នាក់លេខ1ពួកគេចាំបាច់ត្រូវតែមានជំនឿជឿជាក់យ៉ាងស្មោះត្រង់ចំពោះខ្លួនឯង Tom Staley ជាមនុស្សជំទង់ម្នាក់ដែលមានការជឿនលឿនយ៉ាងឆាប់រហ័សTomមានប្រព័ន្ធធ្វើការងារផ្ទាល់ខ្លួនដែលហៅថាឃោសនា60វិនាទីរបស់ Tom Staley គាត់បានយកការឃោសនាផ្ទាល់ខ្លួននេះទៅតាមខ្លួនគ្រប់ទីកន្លែងខាងក្រោមនេះគឺជាសម្ដីដែលគាត់បាននិយាយ
Tom Staley អញ្ជើញជួបជាមួយនឹង Tom Staley អ្នកដែលមានភាពសំខាន់ពិតប្រាកដជាអ្នកគិតដ៏អស្ចារ្យព្រោះគិតធំគ្រប់យ៉ាងអ្នកមានសមត្ថភាពច្រើនដែលអាចធ្វើការងារថ្នាក់លេខ1ដូច្នេះធ្វើការថ្នាក់លេខ1ទៅ Tom អ្នកជឿលើសេចក្តីសុខសេចក្តីជឿនលឿននិងភាពមានបានហេតុដូច្នេះពិភាក្សាពីសេចក្តីសុខពិភាក្សាពីភាពជឿនលឿនពិភាក្សាពីភាពមានបានអ្នកមានភាពរំជើបរំជួលខ្លាំងថមរំជើបរំជួលដូច្នេះគាត់ក៏ប្រើភាពរំជើបរំជួលនោះធ្វើការគ្មានអ្វីអាចមកបញ្ឈប់អ្នកបានទេថមគ្មានថមជាអ្នកជាមនុស្សខ្នះខ្នែងឲ្យភាពខ្នះខ្នែងបង្ហាញខ្លួនរបស់វាចេញមកអ្នកមើលទៅថមល្អហើយអ្នកមានអារម្មណ៍ល្អដូចចូលទៅជាបែបនេះហើយ Tom Staley អ្នកជាមនុស្សអស្ចារ្យណាស់កាលពីម្សិលមិញហើយអ្នកក៏កាន់តែអស្ចារ្យទៀតក្នុងថ្ងៃនេះណាស់ហើយ Tom តស៊ូព្យួរទៅមុខទៀត